ការទូទីនេះគឺជាការទូទីទូទៅប្រសិនបើមិនត្រូវជាមួយអ្នកច្រើនភាគរយនោះទេវាមិនមែនជាវីដេអូរបស់អ្នកនោះទេរិស័យឆ្នាំចសម្រាប់ខែមីនាឆ្នាំចជាអ្នករកស៊ីមួយចំនួនខែថ្មីការរកស៊ីស្ងាត់មិនសូវរកបានដូចខែមុនមួយចំនួនប្រហែលខែនេះការរកស៊ីស្ងាត់រហូតពិបាករកជាងឆ្នាំមុនដែលអ្នកគិតថាជាឆ្នាំឆុងឆ្នាំអាក្រក់ចំពោះអ្នកប៉ុន្តែនៅអាចរកបានតិតទោះមិនបានជាធំដុំយ៉ាងណាក៏ដោយអ្នកទទួលបានប្រាក់សំណល់ប្រចាំខែមិនដូចឆ្នាំនេះនោះទេហើយពេលខ្លះអ្នកមានអារម្មណ៍បាក់ទឹកចិត្តអ្នកត្រូវបោះបង់អ្វីដែលអ្នកស្រឡាញ់ទាំងដែលអារម្មណ៍សោកស្ដាយស្រណោះព្រោះតែភារកិច្ចឬក៏ពេលវេលាការរកស៊ីរបស់អ្នកក្នុងខែនេះមានពេលខ្លះអ្នកហត់ខ្លាំងអ្នកអស់សង្ឃឹមខ្លាំងមានរឿងមួយចំនួនធ្វើឲ្យអ្នកពិបាកចិត្តមិនអាចនិយាយប្រាប់អ្នកផ្សេងបានមានតែសំងំដោះស្រាយតែម្នាក់ឯងប៉ុន្តែអ្នកគួរតែតាំងចិត្តឲ្យរឹងមាំកុំបាក់ទឹកចិត្តហ៊ានតស៊ូប្រឈមនឹងវាទើបរួចផុតពីបញ្ហាថែមទាំងមានលៀបចូលមកដើម្បីឲ្យអ្នកអាចដកដង្ហើមខ្លះផុតពីបំណុលសូមកុំភ្លេចធ្វើបុណ្យដល់ម្ចាស់បំណុលកម្មឬក៏ចែកទានដល់អ្នកខ្សត់អ្នកអត់ពិតប្រាកដបុណ្យដល់កំណត់ពេលណាទ្វារវាសនាទ្វារសំណាងនឹងបើកឡើងពេលនោះអ្នកនឹងលែងពិបាកដូចបច្ចុប្បន្នចំណែកឯឆ្នាំចខ្លះទៀតខែថ្មីសូមកុំលុកលាន់រឿងអ្នកដទៃខ្លាំងពេកបើសិនបើអ្នកមិនចង់ឲ្យបញ្ហាចូលមករួមរឹតខ្លួនឯងអ្នកកាន់តែលុកដៃជួយគេកាន់តែមានបញ្ហាដល់ខ្លួនឯងនិងគ្រួសារពេលខ្លះធ្វើល្អបានអាក្រក់ពេលខ្លះទៀតប្រឹងប្រែងជួយគេអស់ពីចិត្តចុងក្រោយគេក៏ធ្វើជាមិនដឹងមិនឮឬក៏គេបកក្បាលមកខំអ្នកវិញក៏មានព្រោះតែគេមិនចង់ឲ្យអ្នកទាមទារចង់បានគុណស្រ័យគេចំណែននឹងសេចក្តីសុខរបស់អ្នកយូរមកហើយបើគេមិនបាក់ពឹងអ្នកនោះទេអ្នកគួរតែធ្វើកោធ្វើថ្លង់ខ្លះទៅនៅឲ្យឆ្ងាយទើបបានសេចក្តីសុខក៏នឹងមិនជួបវិវាទនៅក្នុងគ្រួសារការរកស៊ីខែនេះមានជាមធ្យមតែត្រូវការអ្នកបញ្ចេញកម្លាំងខ្លាំងឬក៏ខ្នះខ្នែងខ្លាំងទើបសន្ទុះនៃការរកស៊ីមានការកើនឡើងតែក៏មិនត្រូវធ្វើអ្វីទៅតាមចិត្តខ្លួនឯងខ្លាំងពេកដែរបើអ្នកមិនចង់ឲ្យរឿងនេះបន្តដល់ប្រហែលខែខាងមុខទៀតឆ្នាំចមួយចំនួនតូចចូលដល់ខែថ្មីភ្លាមការរកស៊ីរបស់អ្នកមានផ្លែផ្កាព្រោះតែអ្នកជាមនុស្សដែលចូលចិត្តធ្វើអំពើល្អជាប្រចាំប្រសិនបើអ្នកនៅតែធ្វើអំពើល្អប្រឹងប្រែងធ្វើអ្វីដែលថ្មីនោះចុងខែនេះអ្នកនឹងអាចពង្រីកមុខរបរបន្ថែមក៏នឹងទទួលបានផ្លែផ្កាល្អឆ្នាំចជាអ្នកធ្វើការមួយចំនួនខែថ្មីបញ្ហាមានជុំទិសបញ្ហាចូលមកស្ទើរតែមិនអាចឲ្យអ្នកសម្រាកបានហើយទោះបីជាអ្នកប្រឹងប្រែងផ្ចង់អារម្មណ៍ដោះស្រាយក៏មិនអាចដោះស្រាយបានដោយងាយស្រួលព្រោះតែមានអ្នកចាំចាក់អ្នកពីក្រៅខ្នងហើយអ្នកជាមនុស្សប្រកែចឡោតទៀតនោះអ្នកកាន់តែខាត់បងផលប្រយោជន៍និងខាត់បងលៀបឆ្នាំចខ្លះទៀតបញ្ហាក្នុងខែនេះកើតមានថ្មីរហូតរួមទាំងបញ្ហាគ្រួសារផងដែរកិច្ចការទូទៅទោះបីជាអ្នកប្រឹងប្រែងធ្វើបានល្អប៉ុណ្ណាប៉ុន្តែចុងក្រោយបែរជាគុណសម្បត្តិធ្លាក់ទៅលើអ្នកដទៃពេលខ្លះអ្នកប្រឹងប្រែងធ្វើល្អនិយាយល្អតែត្រូវថ្នាក់លើមើលមិនឃើញព្រោះតែអ្នកមិនមែនជាគ្នារបស់គេយ៉ាងណាក៏ដោយប្រសិនជាអាចអ្នកគួរតែស្វែងរកតំបន់ប្រាសាទណាមួយដើម្បីសុំការគាំទ្រពីអតិថិជនជាពិសេសអ្នកគួរតែធ្វើបុណ្យដល់ម្ចាស់បំណុលកម្មនិងចែកបុណ្យដល់បារមីទេវតាឬក៏គ្រូវាសនារបស់អ្នករាល់ពេលដែលអ្នកទៅកន្លែងណាមួយដើម្បីធ្វើបុណ្យឆ្នាំចមួយចំនួនទៀតខែនេះពេលខ្លះអ្នកមានអារម្មណ៍ថាអស់កម្លាំងបាក់ទឹកចិត្តខ្លាំងហើយពេលខ្លះគិតថាខ្លួនឯងហាក់ដូចជាធ្វើអ្វីមិនជោគជ័យជុំវិញខ្លួនមានតែរឿងមានតែបញ្ហាមិនចេះចប់ជីវិតរបស់អ្នកប្រឹងប្រែងប៉ុណ្ណាក៏នៅតែប៉ុណ្ណឹងមិនអាចឡើងផុតពីភាពតច្រកថែមទាំងត្រូវមនុស្សដែលស្គាល់ឬក៏មនុស្សដែលធ្វើការជាមួយអ្នកសើចយំទៀតផងខែនេះកម្លាំងចិត្តក៏គ្មានលុយក៏គ្មាននរណាម្នាក់ចង់ជួយអ្នកដូចគ្នាទំនុកចិត្តកាន់តែថយចុះមិនដឹងថ្ងៃណាបញ្ហានៅក្នុងជីវិតរបស់អ្នករលត់ផុតទៅមានពេលខ្លះអ្នកចង់ចាក់ចេញពីអ្វីគ្រប់យ៉ាងហើយទៅតំបន់កន្លែងស្ងាត់នៅម្នាក់ឯងមួយរយៈអ្នកគិតបែបនេះអាចត្រូវអ្នកគួរតែស្វែងរកទឹកដីតំបន់ភ្នំឬក៏ទឹកជ្រោះណាមួយដើម្បីលេងកម្សាន្តក៏អាចឡើងភ្នំឬក៏ទៅសមុទ្រមើលថ្ងៃលិចដើម្បីពន្លិចវាសនាអាក្រក់ហើយព្រឹកឡើងមើលថ្ងៃរះដើម្បីបង្កើតវាសនាថ្មីធ្វើបែបនេះឲ្យបាន2ដងកាន់តែប្រសើរចំពោះឆ្នាំចមួយចំនួនតូចការងារនិងការរស់នៅកំពុងតែមានដំណឹងរឿងល្អៗចាប់ផ្ដើមចូលមកជាបន្តបន្ទាប់កម្លាំងចិត្តកាន់តែកើនឡើងក៏ដោយសារតែមានការគាំទ្រពីគ្រួសារឬក៏មនុស្សដែលអ្នកស្រឡាញ់ចូលដល់ខែថ្មីនេះនិងដើមខែមិថុនាអ្នកនឹងទទួលបានលៀបធំផ្ទួនប្រសិនបើអ្នកនៅតែបន្តធ្វើទានដល់អ្នកខ្សត់អ្នកអត់ពិតប្រាកដឬក៏ព្រះសង្ឃចំណាស់ព្រះសង្ឃអត្តខិតដែលអ្នកបានឃើញនៅតាមដងផ្លូវសម្រាប់ឆ្នាំចមានគូមួយចំនួនចូលដល់ដើមខែឆ្លោះគ្នាស្ទើរតែបែកបាក់ដោយសារតែភាពមិនច្បាស់លាស់ភាពបន្ទុកចិត្តក្នុងរឿងស្នេហារបស់អ្នកឆ្លងកាត់រឿងជាច្រើនជាមួយគ្នាកសាងដោយបាត់ដៃទទេហើយប្រឹងប្រែងតស៊ូជំនះគ្រប់ឧបសគ្គច្រើនទើបអ្នកមានលំនឹងនៅក្នុងជីវិតខ្លះគ្រប់យ៉ាងដែលអ្នកទាំងពីរឆ្លោះគ្នាក៏ព្រោះតែការប្រច័ណ្ឌនិងគិតខុសឬក៏មិនទុកចិត្តម្ខាងទៀតបើទោះបីជាអ្នកទាំងពីរស្រឡាញ់គ្នារាប់ឆ្នាំស្រឡាញ់គ្នាខ្លាំងតែ
តែក្តីស្រឡាញ់ភាពហួងហែងបិទភ្នែកដៃគូម្ខាងទៀតមិនឲ្យមើលឃើញទំហំនិងទឹកចិត្តរបស់ម្ខាងទៀតយ៉ាងណាក៏ដោយខែនេះជីវិតស្នេហារបស់អ្នកទាំងពីរចុងក្រោយក៏នឹងរីករាយផ្អែមល្ហែមលើសមុនព្រោះតែម្នាក់ក្នុងចំណោមអ្នកទាំងពីរសុខចិត្តទទួលយកកំហុសទាំងអស់ហើយដាក់ខ្លួនសម្របតាមមនុស្សដែលខ្លួនស្រឡាញ់ខែនេះអ្នកទាំងពីរក៏នឹងមានរឿងល្អច្រើនប៉ុន្តែក៏មានរឿងលំបាកមួយចំនួនដែរយ៉ាងណាក៏ដោយនៅតែដោះស្រាយបានដូច្នេះខែនេះមានតែក្តីស្រឡាញ់និងយកចិត្តទុកដាក់លើគ្នានិងថែគ្នាទើបឆ្លងផុតឧបសគ្គដោយងាយស្រួលឆ្នាំចខ្លះទៀតខែនេះអ្នកទាំងពីរមានបញ្ហាក្នុងផ្លូវស្នេហាខ្លះប៉ះសម្ដីគ្នាខ្លាំងគួរសមប៉ុន្តែក៏នៅតែខ្វល់ខ្វាយពីគ្នាហើយប្រឹងដោះស្រាយបញ្ហាម្ខាងទៀតដោយក្តីស្រឡាញ់ទោះបីជានៅខឹងមនុស្សដែលខ្លួនស្រឡាញ់ក៏ដោយដើមខែអាចនឹងមានរឿងហត់នឿយភ័យបារម្ភច្រើនគួរសមតែចុងខែមានរឿងល្អចូលមកជាបន្តបន្ទាប់ក្រោយពីអ្នកទាំងពីរដោះស្រាយបញ្ហារួចរាល់ហើយត្រូវតែប្រើក្តីស្រឡាញ់ដោះស្រាយនិងខ្វល់ខ្វាយពីគ្នាឲ្យបានខ្លាំងនោះរាល់បញ្ហានឹងរលាយទៅសូមកុំភ្លេចធ្វើបុណ្យដល់ម្ចាស់បំណុលកម្មឬក៏ធ្វើបុណ្យដល់ម្ចាស់កម្មពៀនៃគូវាសនារបស់អ្នកដើម្បីឲ្យជីវិតរបស់អ្នកក្នុងខែនេះមានតែសំណាងល្អនិងទទួលបានរឿងល្អចូលមករហូតដល់ចុងខែមិថុនាចំណែកឯឆ្នាំចមួយចំនួនតូចអ្នកទាំងពីរចាប់ផ្ដើមមានរឿងល្អៗកើតមានជាបន្តបន្ទាប់ហើយការងារក៏ទទួលបានជោគជ័យបណ្ដាក្រោយពីអ្នកទាំងពីរលំបាកខ្លាំងអស់រយៈពេលច្រើនខែក៏មិនលែងដែរគ្នាធ្វើឲ្យទេវតារំភើបចិត្តឬក៏ការតស៊ូរបស់អ្នកទាំងពីរធ្វើឲ្យមនុស្សជាច្រើនរំភើបដូច្នេះมันអាចបិទភ្នែកមើលអ្នកទាំងពីរលំបាកភាពលំបាកឆ្លងផុតរឿងល្អៗក៏ចូលមកជំនួសអពមង្គលនៅក្រលំបាកវាដល់ពេលដែលអ្នកទាំងពីរមានជីវិតល្អប្រសើររីកចម្រើនរហូតដល់ចុងខែកញ្ញាចំពោះឆ្នាំចនៅលីមួយចំនួនបន្ទាប់ពីរឿងអាក្រក់បំផុតនៅក្នុងជីវិតកន្លងផុតទៅពេលនេះអ្នកលែងហ៊ានផ្ដល់ក្តីស្រឡាញ់ដល់អ្នកណាក៏លែងទុកចិត្តអ្នកណាជីវិតរបស់អ្នកពេលនេះរីករាយខ្លះកើតទុកខ្លះដោយសារតែអ្នកនៅតែមិនទាន់ដាច់អាល័យពីអ្នកចាស់មានពេលខ្លះអ្នកមានអារម្មណ៍ហត់នឿយនិងឯកោបន្តិចព្រោះតែអនុស្សាវរីយ៍រវាងអ្នកនិងគេមិនទាន់រលប់ចេញពីការចងចាំរបស់អ្នកពេលខ្លះអ្នកយល់សោកឃើញគេមករកអ្នកថែមទៀតអ្នកគិតថាគេទៅបានសុខនិងរីករាយតែធៀបពិតគេកំពុងតែរវល់ដោះស្រាយបញ្ហាជាច្រើនហើយសូម្បីតែស្នេហារបស់គេក៏មិនទាន់សមប្រកបតាមបំណងថែមទាំងជួបស្នេហាខកបំណងម្ដងជាពីរដងទៀតពេលខ្លះគេនឹកដល់អ្នកដែរប៉ុន្តែគេមិនអាចត្រឡប់មករកអ្នកនោះទេព្រោះតែគេជាមនុស្សសាវ៉ាគេមិនចង់ច្បាស់លាស់ជាមួយនរណាគេចូលចិត្តបដូរដៃគូគេជាមនុស្សដែលងាយស្រឡាញ់ក៏ងាយធុញទ្រាន់ដែរទើបគេស្រឡាញ់នរណាម្នាក់មិនដែលបានយូរយ៉ាងណាក៏ដោយអ្នកមិនគួរនៅចាំមើលជីវិតរបស់គេនោះទេវាល្មមដល់ពេលដែលអ្នកបន្តដំណើរទៅមុខមានរឿងជាច្រើនមានមនុស្សជាច្រើននៅចាំមើលអ្នករីករាយនិងមានសេចក្តីសុខពេញលេញចាំថានៅពេលដែលអ្នកមានសេចក្តីសុខមានភាពរីករាយមនុស្សល្អចូលមកក្នុងជីវិតរបស់អ្នកពេលណាជីវិតរបស់អ្នកចាស់របស់អ្នកកាន់តែជួបបញ្ហាសូមជូនពរឲ្យអ្នកឆាប់កាត់ចិត្តបាននិងទទួលបានមនុស្សល្អចូលមកក្នុងជីវិតចំណែកឯឆ្នាំចខ្លះទៀតអ្នកនឹងមិនអាចជួបមនុស្សពិតប្រាកដនោះទេព្រោះតែអ្នកមិនធ្លាប់ចង់បានភាពច្បាស់លាស់តែត្រូវចាំថាអ្នកកាន់តែធ្វើបាបគេថ្ងៃណាមួយអ្នកនឹងជួបរឿងឈឺចាប់លើគេបើមិនប៉ះលើខ្លួនរបស់អ្នកវានឹងអាចធ្លាក់លើមនុស្សដែលអ្នកស្រឡាញ់បំផុតកុំសាងបាបច្រើនពេកប្រយ័ត្នកម្មពៀធ្លាក់មកលើអ្នកនៅថ្ងៃណាមួយសូមជូនពរឆ្នាំចឲ្យជួបតែរឿងល្អជួបតែមនុស្សល្អនិងជោគជ័យក្នុងខែថ្មីអរគុណសម្រាប់ការស្ដាប់ជួបគ្នានៅវីដេអូក្រោយ